ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែវគឹមនាមមកពីក្រុម SU Prime ដែលថ្ងៃនេះខ្ញុំធ្វើការ record វីដេអូតាក់ទងនឹង FTP server អញ្ចឹងមុននឹងឈានដល់ការ install នៅ package ខ្ញុំសូមធ្វើការវាយ command sudo apt upgrade តើមកយើងវាយ command sudo apt update ដើម្បី update package របស់យើងទៅ latest version បន្ទាប់មកទៀតខ្ញុំសូមធ្វើការ install នៅ package មួយដែលមានឈ្មោះថា vsftpd ចឹងបន្ទាប់ពីយើង install ហើយខ្ញុំសូមធ្វើការ copy នៅ file ហ្នឹងចូល backup បន្ទាប់មកយើងធ្វើការសរសេរនៅ configuration នានាចូលទៅក្នុង file ហ្នឹងចឹងបន្ទាប់ពីយើងសរសេរនៅ configuration ទាំងអស់ហ្នឹងចូលហើយយើងអាចទៅ restart switch របស់យើងធ្វើការ enable វាចឹងបន្ទាប់ពីយើង restart ហើយយើងអាចធ្វើការ check នៅ setup របស់វាដោយប្រើប្រាស់ command sudo systemctl status vsftpd ជាងឃើញថា server របស់យើង active ហើយអញ្ចឹងបន្ទាប់ពី step ទាំងអស់ហ្នឹងយើងត្រូវទៅ set up នៅ security នៅក្នុង AWS instance យើងទៀតខ្ញុំសូមធ្វើការទៅ set up នៅ role មួយចំនួនចឹងបន្ទាប់ពីយើង set up ហើយយើងអាចចូលមកក្នុង file របស់យើងតែមកចុចថា new site បន្ទាប់មកយើងទៅ copy នៅ IP address របស់យើងមក